តម្រងកម្មវិធីនៅលើ ColorOS 16ជាមួយនឹង ColorOS 15គឺមានការកែប្រែមួយចំនួនគួរឲ្យកត់សម្គាល់ដែរឥឡូវចូលមកស្វែងយល់ជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងដោយបងប្អូនបានឃើញខាងឆ្វេងនេះគឺជា ColorOS 16ហើយខាងស្ដាំនេះគឺជា ColorOS 15អញ្ចឹងយើងឃើញថាតម្រងកម្មវិធីគឺត្រូវបានរចនាឡើងវិញគឺយើងឃើញថាមានភាពខុសប្លែកគ្នាមួយចំនួនដូចជាស្ដែងទៅនៅលើ ColorOS 16គឺពណ៌កម្មវិធីរបស់វានីមួយៗគឺរៀងស្រទន់ជាងអត់សូវមើលឃើញភ្លឺខ្លាំងទេហើយមួយវិញទៀតការ design ទៅលើតម្រងកម្មវិធីរៀងខុសប្លែកគ្នាបន្តិចទៅលើកម្មវិធី setting គឺរៀងស្តៀងគ្នាទេប៉ុន្តែចំណុចដែលយើងមើលឃើញរៀងប្លែកខ្លាំងគឺកម្មវិធីកាមេរ៉ាគឺបដូរតម្រងទាំងស្រុងតែម្ដងគឺវារៀងប្លែកឃើញតែគ្រាប់បំពង់កាមេរ៉ានៅខាងកណ្ដាលហ្នឹងទេហើយមួយវិញទៀតមុខងារ call ក៏ដូចជាមុខងារ message ឃើញថាវាធ្វើការ update តម្រងស្តៀងរៀងភ្លឺដោយកញ្ចក់ដូចអីចឹងណាហើយកម្មវិធី photo gallery នេះក៏រៀងកែប្រែខុសពីមុនដែរគឺឃើញថាតម្រង icon ថ្មីគឺវារៀងភ្លឺវារៀងចាំងប៉ុន្តែពណ៌វាគឺអត់សូវដិតខ្លាំងដោយការពី ColorOS 15ទេហើយមួយវិញទៀតបើសិនជាយើងក៏លេចមើលឲ្យដិតដល់តិចទៅយើងឃើញថាតម្រងកម្មវិធីរបស់ ColorOS 16រៀងធំជាង ColorOS 15បន្តិចគឺទៅលើ default icon កម្មវិធីរបស់វាគឺរៀងធំជាងហើយតម្រងកម្មវិធីវារៀងមូលជាងខាង ColorOS 15នេះគឺរៀងជ្រុងជាងអញ្ចឹងហើយគឺអាចថាយើងអាចកត់សម្គាល់បានហើយមួយវិញទៀតនៅលើ ColorOS 16នេះនៅពេលដែលយើងចង់ឲ្យកម្មវិធីណាមួយវាធំអញ្ចឹងគឺយើងអាចបរិចវាបានឃើញទេឥឡូវឧទាហរណ៍ថាខ្ញុំចង់ឲ្យ Casio នេះធំចុះអញ្ចឹងគឺខ្ញុំអាចបរិចវាបាន 2x2 ក៏បាន 2x1 ក៏បានមកអញ្ចេះក៏បានឃើញទេអញ្ចឹងគឺយើងអាចធ្វើការកំណត់បានប៉ុន្តែដែល like នៅលើ ColorOS 15គឺយើងអត់មានមុខងារនៅក្នុងការបរិចចឹងទេនិយាយរួមទៅនៅលើ ColorOS 15គឺយើងអាចបរិចព្រមបានត្រឹមទៅលើ folder កម្មវិធីបែបនេះឯងឃើញទេគឺយើងអាចបរិចព្រមចឹងបាននៅក្នុងទម្រង់បែបណាក៏បានដែរគឺយើងមានប្រមាណ style ហ្នឹងហើយនៅលើ ColorOS 16គឺមានដូចគ្នាប៉ុន្តែចំណុចដែលពិសេសគឺត្រង់ថាវារៀង smooth ជាងរៀងរាល់ពេលដែលយើងធ្វើការបរិចព្រមហ្នឹងហើយចំណុចដែលសំខាន់គឺដូចខ្ញុំបង្ហាញមកអញ្ចឹងគឺកម្មវិធីគឺយើងអាចធ្វើការបរិចបានឃើញងាយស្រួលមែនតើអញ្ចឹងមិនមែនមានតែ folder ទៀតទេដែលយើងអាចកំណត់បានប៉ុន្តែសូម្បីតែកម្មវិធីផ្សេងគឺយើងអាចធ្វើការបរិចវាឲ្យចេញជាទំហំរៀងធំបានដែរហើយឧទាហរណ៍ជាក់ស្ដែងទៅដោយកម្មវិធី setting នេះអញ្ចឹងគឺក្រៅពីទៅលើការបរិចគឺវាមាន shortcut មួយចំនួនអាចធ្វើឲ្យយើងធ្វើការបន្ថែមបានឧទាហរណ៍ថា setting នេះគឺខ្ញុំបរិចហើយខ្ញុំចង់ថែម shortcut នៅក្នុងហ្នឹងឧទាហរណ៍ថាខ្ញុំចង់ថែម Wi-Fi setting Bluetooth setting ហើយជាមួយនឹងថ្មនៅលើហ្នឹងអញ្ចឹងនៅពេលដែលខ្ញុំចេញមកវិញគឺវានឹងឃើញ setting នៅក្នុងហ្នឹង direct តែម្ដងអញ្ចឹងគឺពិតជាពិសេសមែនតើយើងអាចធ្វើការ customize បានប៉ុន្តែនៅលើ ColorOS 15គឺអត់មាន function ទាំងអស់ហ្នឹងទេហើយនៅពេលដែលយើងអត់ត្រូវការគឺយើងអាចព្រមវាចូលទៅវិញបានហើយកម្មវិធីគឺយើងអាចចាប់វាមកវិញហើយញាត់វាចូលបែបហ្នឹងបានដូចគ្នាទៅដែរអញ្ចឹងគឺអត់មានអីដែលថាខុសគ្នាឆ្ងាយទេហើយមួយវិញទៀតសម្រាប់ទៅលើការកំណត់ទៅលើ icon នេះគឺវាមាននៅមុខងារ customize ដែរប៉ុន្តែគ្រាន់ថាលើកនេះគឺរៀងលាក់ឃើញទេគឺយើងអត់ឃើញមុខងារកំណត់ icon ទេប៉ុន្តែនៅលើ ColorOS 15គឺយើងមានឃើញកំណត់ icon នៅកន្លែងនេះអញ្ចឹងយើងចូលមកកំណត់ icon លើកលែងតែយើងចូលមកកាន់ home screen អញ្ចឹងនៅក្នុងនេះគឺយើងឃើញពី icon នៅក្នុងនេះហើយអញ្ចឹង icon នេះគឺមានការកែប្រែមួយចំនួនដែរដោយសារតែទម្រង់នៅលើនេះគឺយើងឃើញមានច្រើនហើយប៉ុន្តែគ្រាន់ថានៅលើ ColorOS 16មាន flux មួយទៀតប៉ុន្តែខ្ញុំសូមអត់ទាន់និយាយទេយើងនិយាយពី classic icon សិន classic icon យើងអាចបរិចព្រមវាបានទំហំគឺយើងអាចបរិចព្រមបានយើងអាច restore បានហើយតាក់ទងជាមួយនឹងចំណុចខុសគ្នាមួយទៀតគឺទៅលើ round corner នេះគឺយើងអាចកំណត់បានត្រឹមថាតម្រងប៉ុណ្ណឹងរៀងជ្រុងបន្តិចឬក៏តម្រងរៀងមូលខ្លាំងបន្តិចឬក៏តម្រងមូលតែម្ដងអញ្ចឹងគឺយើងមានតែ3តម្រងហ្នឹងទេសម្រាប់ការកំណត់ទៅលើ icon កម្មវិធីគឺវាអត់មានច្រើនដូចកាលពីមុនទេកាលពីមុនដូចឧទាហរណ៍ថាយើងចង់បានតម្រង icon រៀងមូលអញ្ចឹងយើងអាចចូល custom យើងយក shape យើងយក round របស់វាយើងចង់កំណត់បែបណាជ្រុងមូលគឺតាមចិត្តរបស់យើងអញ្ចឹងគឺវារៀងខុសគ្នាបន្តិចទៅលើការកំណត់ icon ជាមួយនឹងការពីមុនឃើញទេមកនេះគឺអត់មានអីទេអញ្ចឹងគឺឥឡូវនេះគឺយើងអាចកំណត់ custom icon ជាទម្រង់ដែលដោយការពីមុនបានទេពីមុនគឺមាន style ច្រើនដែលយើងអាចជ្រើសរើសបានប៉ុន្តែមកដល់ពេលឥឡូវនេះនៅលើ ColorOS 16គឺយើងអាច customize បានត្រឹមកន្លែង classic នេះ
classic នេះគឺយើងមាន3 level គឺយើងអាចមានយើងអាចយកទម្រង់បែបនេះធម្មតាស្តៀងជាមួយនឹង iOS ទម្រង់ស្តៀងនឹង Samsung ទម្រង់ស្តៀងនឹង stock ដើមអញ្ចឹងគឺយើងចង់ប្រើមួយណាក៏បានប៉ុន្តែជាធម្មតាគឺខ្ញុំចូលចិត្តប្រើទម្រង់បែបឆុងបែបនេះជាងវាអត់ឆុងខ្លាំងក៏អត់មូលខ្លាំងដែរអញ្ចឹងក្រៅពីហ្នឹងគឺយើងនៅមាន Radiant នេះហើយអីគេនេះ Shadow Material គាត់ថា icon shadow material ហ្នឹងពីមុនខ្ញុំអត់សូវធ្លាប់ប្រើបានទេហើយជាមួយនឹង pebble ក៏ខ្ញុំអត់សូវប្រើបានដែរជាធម្មតាគឺខ្ញុំប្រើ classic ប៉ុន្តែមកដល់ពេលឥឡូវនេះគឺយើងមាននៅ flag មួយទៀត flag នេះគឺយើងអាច customize ពណ៌បានដោយវាយោងទៅតាម color ដែលមាននៅលើ home screen របស់យើងមានថាយើងចង់បានពណ៌អីយើងយកពណ៌ហ្នឹងទៅហើយវាជាចំណុចពិសេសត្រង់ថាឧទាហរណ៍ថាយើងយកពណ៌នេះពណ៌ខៀវជាមួយនឹងពណ៌រៀងទឹកសមុទ្ររៀងបែករៀងផ្កាឈូកបន្តិចហ្នឹងទៅពេលដែលយើង apply គ្រប់កម្មវិធីទាំងអស់នៅលើទូរស័ព្ទរបស់យើងនឹងបដូរទៅជាទម្រង់ពណ៌ខៀវនឹងទាំងអស់ព្រមគ្នាតែម្ដងប៉ុន្តែវាខុសគ្នាពី ColorOS 15 ត្រង់ថា ColorOS 15 គឺវាមាននៅ Adobe System Color ដែរនេះយើងឃើញថាវាប្រែពណ៌អញ្ចឹងដូចគ្នាប៉ុន្តែនៅពេលដែលយើង apply ទៅកម្មវិធីមួយចំនួនគឺវាអត់ប្រែពណ៌ទេបងប្អូនឃើញទេគឺវាអត់ប្រែទេអញ្ចឹងសរុបមកវិញគឺនៅលើ ColorOS 16 ការ customize ពណ៌ទៅលើ icon នេះគឺវារៀងគ្រាន់បើជាងនៅលើ ColorOS 15ឃើញទេបងប្អូនអាចមើលឃើញថាកម្មវិធីនៅលើ ColorOS 16គឺបើសិនយើងកំណត់ពណ៌ខៀវគឺខៀវទាំងអស់ហើយប៉ុន្តែនៅលើ ColorOS 15យើងកំណត់ហើយកន្លែងខ្លះទៅគឺវាបដូរបានកន្លែងខ្លះទៅគឺវាបដូរអត់បាននេះអញ្ចឹងគឺជាចំណុចដែលខ្វះខាតហើយគេបំពេញថែមនៅលើ ColorOS 16នេះអញ្ចឹងគឺវាខុសគ្នាវាជាចំណុចមួយដែលយើងអាចធ្វើការលេងបន្ថែមបានដូច្នេះអ្វីដែលខ្ញុំចង់បង្ហាញគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាវីដេអូមួយនេះនឹងផ្ដល់ជាគន្លឹះសម្រាប់បងប្អូនដែលចង់ស្វែងយល់កាន់តែច្បាស់អំពី ColorOS 16ហើយសម្រាប់បងប្អូនដែលចង់ដឹងកាន់តែច្បាស់អំពីមុខងារសំខាន់ៗនៅលើ ColorOS 16កុំភ្លេចតាមដានជាមួយខ្ញុំនៅវីដេអូក្រោយ